ញាតិញោមធ្លាប់ស្ដាប់ពីការសម្ដែងពីក្រ4យ៉ាងក៏ក្រ4យ៉ាងហ្នឹងគឺថាមិនមែនក្រលេងលេងទេក្រមហាសែនក្រមហាសែនក្រទី1ក្របានមកកើតជាមនុស្សទី2បានមកកើតជាមនុស្សហើយក្របានស្ដាប់ពធណាញាតិញោមបានស្ដាប់ធម៌ហើយក្រមានអាយុយឺនយូរវែងបានកើតជាមនុស្សបានស្ដាប់ធម៌មានអាយុយឺនយូរវែងហើយក្រនឹងបានជួបប្រពន្ធអ្នកក្រទាំង4យ៉ាងនេះសិតតែជាមហាសែនក្របើក្រទ្រព្យក្រសម្បត្តិអានឹងមកពីមនុស្សខ្ជិលរោមែនទេញាតិញោមណាខ្ជិលរោខ្ជិលសន្សំអានឹងបានក្រតែក្រ4យ៉ាងនេះគឺក្រដោយសារខ្ជិលធ្វើបុណ្យឲ្យតែខ្ជិលធ្វើបុណ្យខ្ជិលសន្សំគុណធម៌ខ្ជិលសន្សំសេចក្តីល្អខ្ជិលបដិបត្តិធម៌អានឹងប្រកាសជាក្រ4ហ្នឹងអញ្ចឹងការដែលបានបង្កើតជាមនុស្សនេះលោករាប់ថាជាការក្រមួយគឺកម្រនឹងបានមកកើតជាមនុស្សយើងមើលកើតមកជាមនុស្សនេះអត់មានងាយស្រួលទេក៏មិនមែនស្រួលដូចយើងរើសកូនប្រសាស្រួលដូចយើងរើសឡានឬក៏រើសម៉ូតផ្ទះទេឲ្យតែមានលុយយើងចេះរើសបានទេមែនទេញោមណាម៉ូតផ្ទះទិញឡានម៉ូតនេះម៉ូតនោះកូនប្រសាឲ្យតែយើងកូនប្រុសយើងដល់វ័យទៅស្ដីកូនគេទៅបានកូនប្រសាស្រីហើយបើកូនបកើតយើងស្រីឲ្យតែគេចូលស្ដីយើងឲ្យគេទៅបានកូនប្រសាប្រុសហើយប៉ុន្តែដល់ពេលរឿងក្របានកើតជាមនុស្សនេះអត់មានទិញពីនរណាទេណាញោមណាមើលញោមដែលកើតមកជាមនុស្សអ្នកណាបញ្ជូនយើងមកហើយយើងសុំអ្នកណាដើម្បីបានមកកើតជាមនុស្សនេះក៏អត់មានដែរហើយកំណើតនៅលើផែនដីនេះមិនមែនមានតែកំណើតយើងមួយទេក្នុងចក្រវាលនេះកំណើតច្រើនណាស់ញោមបើគិតជាកំណើតមានរហូតដល់ទៅ31កំណើតឯណោះហើយ31កំណើតបែងចែកទៅជាកំណើតសុគតិកំណើតទុគតិញោមកំណើតសុគតិមាន27កំណើតនោះកំណើតសុគតិឯញោមច្រើនណាស់កំណើតមនុស្សនឹងមួយតួ6ជាន់រូបព្រំ16អរូបព្រំ4ស្មើនឹង27កំណើតហើយកំណើតទុគតិមានតែ4ទេកំណើតទុគតិ4មាននរោប្រែតអសុរកាយតិរិឆានឃើញទេញោមនឹងកំណើតទុគតិប៉ុន្តែថ្មីបាត់តែកំណើតសុគតិនឹងមានរហូតដល់ទៅ20កំណើតម៉ែសត្វលោកដែលចុតិហើយបានទៅកើតនៅក្នុងសុគតិភពនឹងណាមានចំនួនតិចទេអត់ច្រើនតែសត្វលោកដែលស្លាប់ពីដែលចុតិទៅហើយបានទៅកើតនៅក្នុងកំណើតទុគតិភពបែរជាមានចំនួនច្រើនវិញកំណើតមានតែ4កំណើតទេ4ប្រភេទនៃកំណើតប៉ុន្តែសត្វដែលស្លាប់ទៅកើតនៅក្នុងទុគតិភពនោះបែរជាមានចំនួនច្រើនក្នុងអដ្ឋកថាធម្មបទលោកបញ្ជាក់សត្វលោកដែលចុតិហើយបានបរិសន្ធិក្នុងសុគតិភពមានចំនួនតិចដូចជាស្នែងគោតែសត្វដែលចុតិហើយបរិសន្ធិក្នុងកំណើតអបាយភូមិទុគតិវិនិបាតមានចំនួនច្រើនដូចជារោមគោឃើញទេញាតិញោមក៏នឹងអញ្ចឹងចាស់រឿងសុគតិទុគតិដែលថាមានតិចច្រើនជាងគ្នានេះសត្វទៅកើតនៅទីហ្នឹងដោយសារអីញាតិញោមដោយសារការប្រព្រឹត្តកម្មការប្រព្រឹត្តកម្មរបស់សត្វហ្នឹងផ្សេងពីគ្នាហេតុអីបានថាដោយសារប្រព្រឹត្តកម្មពីព្រោះកំណើតសត្វដែលវិលវល់អន្ទោលកើតចាស់ឈឺស្លាប់ហើយត្រូវសោយផលជាសុខត្រូវសោយផលជាទុក្ខហ្នឹងគឺដោយសារអំណាចកម្មហ្នឹងទៅមកកម្មណាវតតិលោកកោឃើញទេញាតិញោមសត្វលោកប្រព្រឹត្តទៅតាមកម្មសត្វណាបុគ្គលណាបរិសុស្ត្រីណាប្រព្រឹត្តនៅកល្យាណកម្មរមែងបានបរិសន្ធិនៅក្នុងសុគតិភពគេណា
បញ្ញੰសុខោវិបាកោណែពាក្យថាបុណ្យនេះគឺឲ្យផលមកវិញជាសេចក្តីសុខទុក្ខំវិបាកោបាបហើយផលជាទុក្ខណាសភាវៈទាំងពីរហ្នឹងគឺចឹងហ្មងញោមរឿងបុណ្យហើយបាបហ្នឹងផ្សេងគ្នាដាច់ស្រឡះបុណ្យឲ្យផលជាសុខដល់បាបឲ្យផលជាទុក្ខដូចអំបិលហើយស្ករអញ្ចឹងញោមបាទញាតិញោមមើលអំបិលហើយស្ករវាខុសគ្នាកន្លែងណាខុសគ្នាត្រង់រសជាតិស្កររសជាតិមិនផ្អែមហើយចាស់ដល់អំបិលរសជាតិប្រៃបាទញោមទៅធ្វើអំបិលឲ្យផ្អែមបានទេហើយចុះទៅធ្វើស្ករឲ្យប្រៃវិញបានទេអត់ទេបាទអញ្ចឹងរសជាតិរបស់ស្ករគឺផ្អែមរសជាតិរបស់អំបិលហ្នឹងគឺប្រៃនោះយ៉ាងណាវិបាករបស់បុណ្យគឺសុខបាទឯវិបាករបស់បាបគឺទុក្ខណាចឹងហើយបានជាពុទ្ធណាព្រះអង្គទ្រង់ដឹងអំពីដំណើររបស់សត្វលោកដែលព្រះអង្គមាននៅចក្ខុដ៏ឧត្តមឧត្តមព្រះអង្គទ្រង់មាននៅទិព្វចក្ខុមាននៅបញ្ញាចក្ខុមាននៅពុទ្ធចក្ខុព្រះអង្គដឹងថាសត្វលោកណាដែលទៅកើតនៅទីណាកន្លែងណាបានសុខឬទុក្ខព្រោះប្រព្រឹត្តកម្មអីព្រះអង្គទ្រង់ដឹងអញ្ចឹងព្រះអង្គដឹងថាមានតែអំណាចនៃកម្មទេដែលអាចចាត់ចែងសត្វលោកឲ្យមានសភាពបែបនេះបានណាថេកម្មੰសមੰពលំឃើញទេញាតិញោមគ្មានកម្លាំងអីខ្លាំងជាងកម្លាំងកម្មឡើយនឹងកម្លាំងកម្មហ្នឹងខ្លាំងអញ្ចឹង